ក្នុងវីដេអូនេះយើងនឹងរៀនអំពីដំឡើង Git នៅលើ computer របស់យើងអញ្ចឹងដំបូងឡើយយើងបើក browser បន្ទាប់មកយើងចូល Google រួចហើយវាយពាក្យថា Git បន្ទាប់មកយើងចុចលើ website ផ្លូវការរបស់ Git អញ្ចឹងយើងចុចលើ install នៅកន្លែង install យើងមាន Windows macOS និង Linux អញ្ចឹងសម្រាប់ Windows យើងមាន2ទី1 64 setup ហើយទី2 ARM 64 setup យើងជ្រើសរើសមួយទៅជាមួយនឹង computer របស់យើងអញ្ចឹងគ្នាយើងដែលប្រើ Windows ជាទូទៅគេប្រើ x64 អញ្ចឹងខ្ញុំ download x64 មករួចហើយយើង double click លើវាបន្ទាប់មកទៀតយើង yes ហើយយើង next ហើយ next ទៀតហើយ next ទៀត next ទៀត next ទៀតទៀត next ទៀតទៀតទៀត next រហូតដល់ចប់អូខេអញ្ចឹងវា install Git ទៅលើ Windows របស់យើងហើយបន្ទាប់ពីយើង install រួចយើង finish អញ្ចឹងយើង install Git រួចរាល់អញ្ចឹងសម្រាប់ macOS យើងអាចដំឡើង Git ដោយប្រើ Home Brave ដោយបើក terminal ហើយ command brave install Git សម្រាប់ Linux អាចដំឡើង Git តាម package manager ឧទាហរណ៍ថាយើងប្រើ Ubuntu អញ្ចឹងយើងប្រើ apt get install Git ពេលដំឡើង Git រួចហើយយើងចូលមក terminal របស់យើងសម្រាប់ Windows យើងប្រើ command prompt ឬក៏ PowerShell សម្រាប់ Mac យើងប្រើ terminal រួចហើយដើម្បីពិនិត្យមើលថាបានដំឡើងនិងដំណើរការនៅក្នុង machine របស់យើងឬក៏អត់យើងវាយ command ថា git space 1 version enter អញ្ចឹងបើយើងដំឡើងត្រឹមត្រូវ Git នឹងចេញ version មកដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹង Git របស់ខ្ញុំ version 2.43 បន្តមកទៀតយើងកំណត់ឈ្មោះនិង email នៅក្នុង Git នឹងប្រើព័ត៌មានហ្នឹងដើម្បីកំណត់ថាអ្នកណាជាអ្នក commit code អញ្ចឹងដើម្បីកំណត់បានទី1យើងកំណត់ទៅលើឈ្មោះអញ្ចឹងយើងប្រើ git config space 1 global space 1 user ចុច1 name space 1ទៀតថ្មិញកដុលហើយឈ្មោះរបស់យើងបិទថ្មិញកដុលមកវិញ enter អញ្ចឹងដោយសារខ្ញុំបាន config ហើយខ្ញុំអត់បាន config ម្ដងទៀតទេអញ្ចឹងបន្តមកយើងកំណត់ទៅលើ email យើងធ្វើដូចគ្នាមកទី1 git config space 1 global space 1 user ចុច1 email space 1ហើយ email របស់យើងEnter អូខេអញ្ចឹងដោយសារខ្ញុំ config ហើយខ្ញុំបាន config ម្ដងទៀតទេអញ្ចឹងឥឡូវនេះយើងបានត្រៀមរួចរាល់ហើយអស់ហើយយើងអាចចាប់ដើមប្រើ Git នៅក្នុង folder ណាក៏បានឧទាហរណ៍ថាខ្ញុំចូលទៅក្នុង desktop ខ្ញុំប្រើ cd desktop enter អូខេរួចហើយខ្ញុំចង់បង្កើត file មួយខ្ញុំប្រើ mkdir រួចហើយឈ្មោះរបស់ file ខ្ញុំឲ្យឈ្មោះថា testing create folder ហើយខ្ញុំ enter អញ្ចឹងខ្ញុំបង្កើតបានហើយនេះ testing create folder អញ្ចឹងខ្ញុំចង់ចូល folder ហ្នឹងខ្ញុំប្រើ command មួយ cd ហើយ testing create folder enter មួយទៀតអញ្ចឹងខ្ញុំចូលទៅក្នុង folder testing create folder ហើយអញ្ចឹងក្នុងវីដេអូហ្នឹងយើងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ